ចាជំរាបសួរខ្ញុំឈ្មោះសុផាតំណាងចែកចាយរបស់ក្រុមហ៊ុនសម្រាប់ធម្មជាតិបន្ទាប់ពីខ្ញុំរៀនជាមួយលោកគ្រូគុណវិជ្ជាមកខ្ញុំមានអារម្មណ៍ថារំភើបខ្លាចទទួលបានបទពិសោធន៍ថ្មីថ្មីជាច្រើនដែលកន្លងមកខ្ញុំគិតថាខ្ញុំមិនអាចធ្វើបានទេតែបន្ទាប់ពីខ្ញុំរៀនជាមួយលោកគ្រូហើយគឺខ្ញុំអាចធ្វើបានគ្រប់សកម្មភាពទាំងអស់ខ្ញុំធ្វើរហូតដល់ខ្ញុំទទួលបានលទ្ធផលដែលខ្ញុំមិនអាចដែលខ្ញុំគិតថាខ្ញុំមិនអាចធ្វើបានណាវគ្គហ្នឹងគឺពិតជាល្អពិសេសខ្លាំងមែនតើបងប្អូនខ្ញុំរៀនហ្នឹងគឺលើកទី2ហើយចង់និយាយថារៀនជាមួយគាត់ម្ដងហើយគឺមានអារម្មណ៍ថាជាប់ចិត្តមានអារម្មណ៍ថាយើងទទួលបាននូវចំណេះជំនាញដែលថ្មីថ្មីដែលពីមុនមកយើងតែងតែមើលរំលងពីសក្តានុពលរបស់ខ្លួនឯងហើយខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្នាដែលមិនទាន់សម្រេចចិត្តមករៀនណាសូមសម្រេចចិត្តមករៀនជាមួយលោកគ្រូគុណវិជ្ជាគឺពិតជាមិនខកបំណងទេខ្ញុំនៅពេលដែលមានវគ្គសិក្ខាសាលាក្រោយៗទៅជាមួយលោកគ្រូខ្ញុំនឹងមករៀនឲ្យគ្រប់វគ្គទាំងអស់ដើម្បីបង្កើននូវចំណេះជំនាញនិងសក្តានុពលដែលខ្ញុំមាននឹងឲ្យវារត់តែខ្លាំងបន្ថែមទៀតចាសូមអរគុណច្រើនចាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះហេសំណាងហៅអមួយគឺជាតំណាងចែកចាយសម្រាប់ធម្មជាតិនៅខាងចំពោះវ័នខ្ញុំបានចូលរួមសិក្ខាសាលាជាមួយលោកគ្រូគុណវិជ្ជាខ្ញុំបានចូលរួមមួយគាត់លើកទី2ហើយម្ដងនេះបន្ទាប់ពីខ្ញុំចូលរួមរៀនជាមួយគាត់ហើយធ្វើឲ្យខ្ញុំចង់និយាយថាភ្ញាក់ផ្អើលហ្មងទុះខ្លាំងហ្មងណាដោយសារកាលមុនគឺខ្ញុំបាក់ទឹកចិត្តដល់នឹងការលក់មួយរយៈហ្នឹងគឺបាក់ទឹកចិត្តខ្លាំងប៉ុន្តែនៅពេលដែលខ្ញុំបានចូលរួមរៀនជាមួយនឹងលោកគ្រូហើយធ្វើឲ្យកម្លាំងចិត្តរបស់ខ្ញុំគឺមកវិញ100%តែម្ដងមិនត្រឹមតែខ្ញុំទេសូម្បីតែកូនក្រុមខ្ញុំមកគឺគាត់ផ្ទុះដូចគ្នាបន្ទាប់ពីហ្នឹងគឺគាត់រកចំណូលបានច្រើនខ្លាំងមែនតើគឺគាត់ចោះធ្វើសកម្មភាពរាល់ថ្ងៃបន្ទាប់ពីរៀនជាមួយលោកគ្រូហើយវគ្គនេះគឺខ្ញុំបានហៅកូនក្រុមខ្ញុំមកបានច្រើនទៀតពួកគាត់ក៏បង្ហាញទឹកចិត្តផ្ទុះដូចគ្នាគឺគាត់សប្បាយចិត្តខ្លាំងមែនតើនៅពេលដែលបានរៀនសិក្ខាសាលាជាមួយលោកគ្រូគុណវិជ្ជាហើយអញ្ចឹងខ្ញុំក៏សូមផ្ដាំឬមួយក៏ជំរាបជូនទៅដល់បងប្អូនទាំងអស់គ្នាអាចចូលរួមជាមួយនឹងលោកគ្រូគឺលោកគ្រូគាត់មានបទពិសោធន៍ល្អខ្លាំងមែនតើរៀនមួយគាត់ហើយគឺអត់ស្ដាយលុយទេហើយធ្វើឲ្យខ្លួនឯងហ្នឹងគឺភ្ញាក់ខ្លួនយ៉ាងណាភ្ញាក់ផ្អើលខ្លាំងមែនតើហ្មងអភិវឌ្ឍខ្លួនបានច្រើនចាអញ្ចឹងរៀនគឺអត់ស្ដាយលុយទេអញ្ចឹងខ្ញុំមកម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតចាចុងក្រោយក៏សូមអរគុណដល់លោកគ្រូជូនពរលោកគ្រូសុខសប្បាយសុខភាពល្អទាំងអស់គ្នាចាជំរាបសួរនាងខ្ញុំឈ្មោះសាម៉ាឡៃជាតំណាងចែកចាយលក់គូស៊ីនៅសាខាអាស៊ីអាគ្នេយ៍ថ្ងៃនេះខ្ញុំមករៀនជាមួយលោកគ្រូគុណវិជ្ជាគឺជាលើកទី2ហើយហេតុផលដែលខ្ញុំមករៀននេះគឺដោយសារខ្ញុំជាមនុស្សដែលដូចថាអត់ដឹងថាត្រូវធ្វើអីមានមនុស្សជាមនុស្សដែលបាក់ទឹកចិត្តតែបន្ទាប់ពីការរៀនលើកទី1មកធ្វើឲ្យខ្ញុំមានកម្លាំងចិត្តទី1ការបែងចែកអារម្មណ៍ត្រឹមត្រូវការបែងចែកគោលដៅត្រឹមត្រូវដាក់គោលដៅខ្លួនឯងត្រឹមត្រូវអញ្ចឹងលើកទី2នេះទៀតខ្ញុំមករៀនទៀតធ្វើឲ្យខ្ញុំបែងចែកពេលវេលាខ្ញុំត្រឹមត្រូវអញ្ចឹងមានន័យថាការរៀនគឺសំខាន់ណាស់ធ្វើឲ្យយើងប្រែប្រួល365ដឺក្រេតែម្ដងអញ្ចឹងខ្ញុំចង់ឲ្យអ្នកដែលអត់ទាន់មករៀនអាចឲ្យគាត់ចេញមករៀនបានទី1គឺធ្វើឲ្យយើងស្វាងចេះពីងើបពីយើងសពដែលយើងដូចថាគិតអវិជ្ជមានច្រើនការបារម្ភច្រើនការនិយាយរួមទៅការគិតអវិជ្ជមានគឺវាធ្វើឲ្យយើងមិនរីកចម្រើនទេអញ្ចឹងការបែងចែកអារម្មណ៍ការយល់អារម្មណ៍អញ្ចឹងគឺសំខាន់មែនតើអញ្ចឹងគាត់បានបង្ហាញពីកលឹះគ្រប់យ៉ាងដែលគិតថាយើងគិតមិនចេញគឺគាត់បង្ហាញអញ្ចឹងបានន័យថាខ្ញុំយល់ដឹងច្រើនបន្ទាប់ពីការរៀនមួយគាត់អញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងសម្រេចគោលដៅដែលខ្ញុំបានsetនៅពេលដែលរៀនមួយគាត់នេះគឺខ្ញុំនឹងជាយាមនឹងឲ្យសម្រេចគោលដៅអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចអញ្ជើញមកដើម្បីរៀនផ្ទាល់ចាព្រោះល្អខ្ញុំចង់ប្រាប់ថាល្អអរគុណច្រើនតើសប្តាហ៍ថ្ងៃបងប្អូនមានដឹងថាយើងចង់ធ្វើពិតប្រកបថៃនៅនេះជាសញ្ញាសួរដែលសួរខ្លួនឯងហើយមនុស្សយើងគេរកឃើញនេះក្នុងចំណោម 100% គេ research មើលគេធ្វើការសិក្សាស្រាវជ្រាវប្រហែលជា 85% ហើយរស់គ្មានគោលដៅជីវិតទេហើយមានតែមនុស្សប្រហែលជាខ្ទង់ 10% ទេដែលជោគជ័យក្នុងជីវិតហើយមានគោលដៅសរសេរទៀត